Ok បងប្អូននេះគឺតយោភ្លើងឌីមសេរីមុនបងប្អូនបាទសេរីមុនគឺនៅក្នុងតយោហ្នឹងគឺអត់មានភ្លើងទេភ្លើងគឺមានតែពីចុងមកគ្រាប់អញ្ចឹងហើយបាញ់ពលឺឆ្លងតាមបាទតយោថ្លាហ្នឹងអញ្ចឹងណាចំណែកសេរីថ្មីវិញគឺយើង upgrade បាទប្រភេទភ្លើងឌីមមានគ្រាប់ LED ទូចៗនៅក្នុងតយោហ្នឹងហ្មងបាទនៅក្នុងខ្សែហ្នឹងអញ្ចឹងភ្លើងហ្នឹងគឺវាភ្លឺបានច្បាស់ហើយមានម៉ូដជាច្រើនវាអាចរត់បដិញតាមម៉ូដពណ៌ជាច្រើនម៉ូដដែលយើងអាចសេរីកំណត់បានណាព្រោះវាមានភ្លើងទូចៗនៅក្នុងហ្នឹងបាទភ្លើងជះពីក្នុងហ្នឹងផ្ទាល់ហ្មងហើយមានពណ៌ខ្មៅដែលយើងអាចដាក់ទៅវាលាក់ប្រកបវាអត់សូវឃើញថាលៀនចេញមកក្រៅណាបាទខ្ញុំបង្ហាញពីតយោបាទអញ្ចឹងតយោគឺយើងដាក់ទៅវាលៀនបែបនេះអញ្ចឹងតយោភ្លើងឌីមហ្នឹងគឺបាទពីមុនមកមានតែប្រភេទហ្នឹងបាទអញ្ចឹងធម្មតាទេបាទម្ចាស់ឡានគាត់ដាក់មុនគាត់ប្រើបានមុនអញ្ចឹងណាបាទមិនមែនថាវាអន់អីទេអីវ៉ាន់គឺតែងតែ upgrade ពីមួយជំនាន់ទៅមួយជំនាន់ហើយសម្រាប់បងប្អូនអញ្ជើញមកអាយខាយើងបាទយើងដោះតឡើងភ្លើងឌីមជាមួយគ្នាហើយបិទ UV មួយគ្នាអញ្ចឹងងាយស្រួលបាទព្រោះនៅពេលយើងដោះទ្វារមកគឺយើងងាយស្រួលបិទបាទ UV ដែរអញ្ចឹងហើយបិទបានស្អាតអញ្ចឹងបាទបងប្អូនអញ្ជើញមកអាចធ្វើមួយគ្នាបានការងារដោះទ្វារបងប្អូនអាចធ្វើជាមួយគ្នាបានច្រើនមុខទាំងបិទ soundproof បាទបដូរ speaker តឡើងភ្លើងឌីមបិទ UV បាទតឡើងតិចក្តោបអីហ្នឹងបាទគឺយើងដោះទ្វារម្ដងអាចធ្វើសរុបមួយគ្នាបានណាអញ្ចឹងមកអាយខាយើងអាចធ្វើសេវាកម្មម្ដងមួយគ្នាបាន